ពុកម៉ែបងប្អូននេះគឺជាចន្ទីដែលមានអាយុ12ឆ្នាំពុកម៉ែបងប្អូនកលេសមើលមកស្លឹកវាបាទស្លឹកវាច្រេះច្រេះអត់មានជាតិប្រេងអត់មានសំណើមទេបាទគឺលក្ខណៈស្ងួតស្ងួតដោយសារតែម្ចាស់ចំការគាត់អត់បានមើលថែទាំទេបាទចន្ទីនេះគឺទុកឲ្យវាចេញទៅតាមដំណើរបាទតាំងពីការដាក់ជីបំពន់គល់ក៏អត់ដាក់បាទហើយដល់ពេលដំណាក់កាលនេះហើយក៏គាត់អត់បានបាញ់ចម្រុះឬក៏បាញ់ទាញត្រួយដែរបាទអញ្ចឹងបើសិនបើពុកម៉ែបងប្អូនដាំចន្ទីយើងប្រកាសជារំពឹងថានឹងទទួលបានទិន្នផលខ្ពស់ពីចន្ទីហើយក្រិតចន្ទីរបស់យើងនឹងជាក្រិតចន្ទីដែលមានគុណភាពហើយលក់បានថ្លៃបាទផ្ទុយទៅវិញបើយើងទុកវាឲ្យវាចេញទៅតាមដំណើរបែបនេះអត់មើលថែទាំទេអ្វីដែលយើងរំពឹងក៏វាមិនអាចទទួលបានមកដោយទទេដែរបាទចង់បានទិន្នផលត្រូវតែហ៊ានចំណាយទាំងពេលវេលាទាំងថវិកាដើម្បីមើលថែចន្ទីអញ្ចឹងតកតងទៅនឹងការប្រើប្រាស់ជីថ្នាំការប្រើប្រាស់ជីគល់គឺវាចាំបាច់បំផុតនៅដំណាក់កាលដែលចន្ទីវាដល់ខែដែលវាត្រូវបញ្ចេញត្រួយអញ្ចឹងបើពុកម៉ែបងប្អូនមានយោបល់ឬក៏ចង់ប្រឹក្សាបន្ថែមអំពីដំណាំចន្ទីអាច comment ចូលក្នុង page ឬក៏ខលតាមរយៈលេខទូរស័ព្ទដែលមាននៅលើវីដេអូនេះបានអរគុណ